បាទត្រៀមមកបងប្អូនសូមហៅមួយទាំងអស់គ្នាត្រៀមប្រុងព្រៀបប្រកួតវើកសេនាគុណខ្មែរយន់8ទិសគូទី7ដែលជាគូមិត្តភាពអន្តរជាតិកម្ពុជាអ៊ីរ៉ង់ទឹកទី1 round 1បាទកម្ពុជាអ៊ីរ៉ង់ទឹកទី1 round 1ក្នុងប្រភេទទម្ងន់72គីឡូក្រាមច្រត់មួយហាក់មួយទៀតលើកជើងកែវកណ្ដាប់ដៃរបស់ធឿនធីរ៉ាច្រត់មួយចាប់ជើងហើយអត់វាយទេវាយអត់ត្រូវបាទលើញ៉ាកដាស្រួលមួយសិន1.8 ម៉ែត្រជាងហើយនឹង1.7 ម៉ែត្រជាងតែជើងក្រោមរបស់ម៉ាឌីដៃមួយរបស់ធឿនធីរ៉ាធាក់ទល់មួយរបស់ធឿនធីរ៉ាធាក់ទល់របស់ធឿនធីរ៉ាយើងហៅថាច្រត់អីសីមកហើយវាយតែ3ទឹកទេឆាកមួយវិញសអនុជិតកណ្ដាប់ដៃរង្វង់ប្រច័ណ្ឌរបស់ធឿនធីរ៉ាមួយទៀតមួយដៃពីរដៃមួយដៃអូយបាទពីរដៃនេះរបស់ធឿនធីរ៉ាចូលពីម៉ាឌីទាត់ជើងក្រោមមួយដៃវិញរបស់ម៉ាឌីណែយ៉ាឲ្យតម្រុយឯតើប្រខាន់ពុះសាឡាអូយម៉ាឌីថាអែមវាយចូលក្បាលពោះឆក់មួយរបស់ម៉ាឌីយកមួយដៃរបស់ធីរ៉ាវាយចូលក្បាលពោះរបស់ធឿនធីរ៉ាកណ្ដាប់ដៃរបស់ធឿនធីរ៉ាធាក់ទល់របស់ធឿនធីរ៉ាធាក់មួយរបស់ម៉ាឌីភេសជ្ជៈ7កម្លាំងវឹកញ៉ាំវឹកបង្កើនថាមពលឥតឈប់ឈរកណ្ដាប់ដៃសនៅចិត្តវាយចូលសនៅចិត្តសងវិញដើរចូលអត់ធ្វើអីចេញទេជោគមួយធាក់ទល់របស់ធីរ៉ាធាក់ទល់របស់ធីរ៉ាបត់កែងកណ្ដាប់ដៃសនៅចិត្តបាទហើយសូមបញ្ជាក់បងដែរថាកីឡាករម៉ាឌីវាយក្បាលពោះបាទប្រកួតបាន19ដងឈ្នះ18ចាញ់តែម្ដងទេមកហើយធីរ៉ាសព្រះរាមអត់ចូលជង្គង់របស់ធីរ៉ាកណ្ដាប់ដៃទៅ 2 3 4 5 6 7 8អាយអើយប្រកួតបន្ត continue មួយដៃទៀតពីរដៃ second out បាទជាស្រ័យដល់ទស្សនិកជនរបស់យើងការឡើងក្រាមពេលអំបញ្ញមិញវើកសេនាគុណខ្មែរយន់8ទិសគូទី7ដែលជាគូមិត្តភាពអន្តរជាតិកម្ពុជាអ៊ីរ៉ង់ទឹកទី2 round 2ចូលដល់ទឹកទី2 round 2វាយចូលក្បាលពោះវត្តម្ដាយវិញពីរដៃរបស់ធីរ៉ា3ដៃរបស់ធីរ៉ាសនិជិតចូលកាយរបស់ធីរ៉ា White corner 1 2 3 4 5 6 7 8 9 10អូយបាទនេះបាទធ្ងន់បាទមួយកែងខ្ញុំបាញ់របស់ធីរ៉ាបាទនេះគេហៅថា9 10ដងចាញ់ម្ដងអត់ដល់ស្លាប់ទេមកស្លាប់ត្រឹមនឹងល្មមបាទមកឡប់ត្រឹមនឹងតសារគាត់ណារាប់លើកទី1គាត់ដាច់ប្រាស់ខ្លាំងហើយប៉ុន្តែរាប់ដល់8ងើបព្រុសងើបលឿនដែរម្ដងនេះកន្លែងបាញ់មិញចាំមើលរូបភាពយឺតណាបាទមានការវាយចូលមកដៃបាត់ធ្ងន់ប៉ុន្តែអត់អីបាទហើយចង្វាក់ស្របមេស្របគឺលឿននេះរូបភាពយឺតហោមកកែងនេះបាទនេះគេហៅថាលេងពូថៅដៃពីឃាតផោះកាប់ពីលើបាំង có thể chung mà có phật băng lôi kia này cho mượn
เนี่ย ចូលចុងកែង ចូលចុងកែង គុំធៀមនឹងតែម្ដង នេះកែងបាំងមានជាប់ណាបាទប្រាស់ប៉ុណ្្នឹងដែរបាទប៉ុន្តែក៏ប្រាស់អត់ជាប់ទេអរគុណបាទចឹងឥឡូវនេះជាការកំដៅសាច់ដុំសម្រាប់ធីរាបាទចឹងគឺអេរ៉ង់ណាបាទគាត់9 10ដងបាទធ្លាប់ចាញ់តែម្ដងឯងប៉ុន្តែសារនេះគឺធ្ងន់ធ្ងរមកប៉ះជាមួយនឹងអ្នកលេងពុទ្ធៅដៃពីខៀន បាទលើអត់អីទេគាត់ទប់ចំហវិញបានហើយបាទ បាទអរគុណប្រកោទុនទីជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការ បាទសូមអរគុណកីឡាករបង្គោលក្រហមធឿនធីរ៉ាមកពីប្រទេសរាជាណាចក្រ